ន់នេះជីវិតរបស់អ្នកបានមកដល់ទីណាហើយតើអ្នកកំពុងទទួលជោគជ័យក្នុងកម្រិតមួយខ្ពស់បំផុតដោយក្តីស្រមៃរបស់អ្នកឬក៏អ្នកកំពុងតែវង្វេងក្នុងជីវិតងងឹតរកផ្លូវដើរមិនឃើញផងមែនឬមិនខ្វល់ជីវិតអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពបែបណាទេខ្ញុំនឹងថាយ៉ាងហោចណាស់អ្នកមានរឿងមួយដែលយើងគ្រប់គ្នាសុទ្ធតែមានដូចគ្នានិយាយទៅវាប្រហែលជាមានច្រើនជាងមួយប៉ុន្តែខ្ញុំដឹងមួយនេះច្បាស់ប្រាកដជាងគេគឺយើងសុទ្ធតែប្រាថ្នាចង់ធ្វើឲ្យជីវិតនិងខ្លួនរបស់យើងប្រសើរឡើងជាងនេះការលើកឡើងដូចនេះគឺមិនមែនមានន័យថាជីវិតឬខ្លួនរបស់យើងកំពុងមានបញ្ហាឬខ្វះខាតត្រង់កន្លែងណានោះមួយឡើយប៉ុន្តែតាមពិតការប្រាថ្នានេះគឺជាធម្មជាតិរបស់មនុស្សយើងតែម្ដងមនុស្សយើងកើតមកដោយនាំមកជាមួយនៅបំណងនិងចំណង់ចង់បានការរីកចម្រើននិងការប្រសើរឡើងទៅមុខជាលំដាប់ខ្ញុំជឿជាក់ថាបំណងនិងចំណង់នេះគឺកំពុងតែស្ថិតនៅក្នុងខ្លួនយើងទាំងអស់គ្នាគ្រាន់តែយើងមិនដឹងតែប៉ុណ្ណោះហើយដោយសារតែមិនដឹងនេះឯងទើបយើងក្រោកពីគេងស្មាននិងជារៀងរាល់ថ្ងៃជីវិតក៏ហាក់ដូចជានៅដដែលមិនផ្លាស់ប្ដូរអ្វីបន្តិចសោះក្នុងនាមជាអ្នកនិពន្ធជាវាគ្មិននិងជាគ្រូបង្វឹកផ្នែកភាពជោគជ័យម្នាក់ការងារសំខាន់បំផុតរបស់ខ្ញុំគឺការបង្រៀនមនុស្សអំពីរបៀបបំពេញសក្តានុពលដែលគ្មានដែនកំណត់ដែលកំពុងស្ថិតនៅក្នុងខ្លួនរបស់ពួកគេគ្រប់គ្នាក្នុងនាមជាសិស្សម្នាក់ដែលបានលះបង់ដើម្បីការខិតខំប្រឹងប្រែងស្រាវជ្រាវអំពីសក្តានុពលនៃការអភិវឌ្ឍមនុស្សខ្ញុំអាចនិយាយប្រកបដោយភាពប្រាកដនិយមថាកម្មវិធីពេលព្រឹកដ៏អស្ចារ្យនេះគឺជាកម្មវិធីបច្ចេកទេសមួយដែលមានប្រយោជន៍បំផុតងាយស្រួលនិងសាមញ្ញបំផុតដែលបង្កើតលទ្ធផលជាក់ស្ដែងនិងជាបច្ចេកទេសដែលអាចផ្លាស់ប្ដូរជីវិតបានពិតប្រាកដវាជាបច្ចេកទេសដែលអាចផ្លាស់ប្ដូរគ្រប់ទិដ្ឋភាពនៃជីវិតរបស់អ្នកដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកចំពោះបុគ្គលដែលបានសម្រេចភាពជោគជ័យខ្ពង់ខ្ពស់ពួកគេចាត់ទុកកម្មវិធីពេលព្រឹកដ៏អស្ចារ្យថាជាល្បែងផ្លាស់ប្ដូរជីវិតពិតប្រាកដដែលអនុញ្ញាតឲ្យជីវិតអ្នកឡើងទៅដល់កម្មវគ្គខាងមុខជាបន្តហើយនាំភាពជោគជ័យលើខ្លួនឯងក៏ដូចជាលើអាជីវកម្មការងារទៅដល់កម្រិតមួយខ្ពស់មែនទែនជាការសម្រេចរបស់អ្នកនាពេលអតីតកាលតាមរយៈបច្ចេកទេសនេះក្រៅពីការកើនឡើងខាងប្រាក់ចំណូលការលូតលាស់ខាងអាជីវកម្មនិងការលក់ដូរឬការកើនឡើងប្រាក់ចំណេញជានិច្ចកាលវាថែមទាំងធ្វើឲ្យអ្នករកឃើញវិធីសាស្ត្រថ្មីដើម្បីធ្វើឲ្យអ្នកកាន់តែទទួលបានការពេញចិត្តចំពោះជីវិតខ្លួនឯងនិងកាន់តែធ្វើឲ្យមានសុពលភាពនៅផ្នែកណាមួយនៃជីវិតដែលអ្នកខកខានមិនបានយកចិត្តទុកដាក់ពីមុនមកមានដូចជាការរកឃើញវិធីសាស្ត្រថ្មីក្នុងការធ្វើឲ្យប្រសើរឡើងមែនទែនលើផ្នែកសុខភាពសុភមង្គលទំនាក់ទំនងហិរញ្ញវត្ថុផ្លូវវិញ្ញាណឬផ្នែកផ្សេងទៀតដែលជាអាទិភាពខ្ពស់បំផុតនៅលើបញ្ហានៃជីវិតរបស់អ្នកសម្រាប់អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពឬពេលវេលាលំបាកមិនថាលំបាកខាងផ្នែកផ្លូវចិត្តអារម្មណ៍រាងកាយហិរញ្ញវត្ថុឬទំនាក់ទំនងនោះទេកម្មវិធីពេលព្រឹកដ៏អស្ចារ្យបានបង្ហាញឲ្យគេឃើញម្ដងហើយម្ដងទៀតថាជាបច្ចេកទេសដែលអាចផ្ដល់អំណាចដល់មនុស្សគ្រប់គ្នាដើម្បីយកឈ្នះលើបញ្ហាប្រឈមនានាទោះបីជាបញ្ហាធ្ងន់ធ្ងរដែលមើលទៅហាក់ដូចជាមិនអាចទប់ទល់បានក៏ដោយតាមរយៈបច្ចេកទេសនេះពួកគេអាចវាយទម្លុះស្ថានភាពជាប់គាំងរបស់ខ្លួននិងប្រែក្លាយកលៈទេសៈនោះឲ្យប្រសើរឡើងហើយជាញឹកញាប់ដោយប្រើរយៈពេលខ្លីប៉ុណ្ណោះមិនថាអ្នកគ្រាន់តែចង់ធ្វើឲ្យប្រសើរឡើងនៅលើពី3ផ្នែកសំខាន់ប៉ុណ្ណោះនៃជីវិតឬអ្នកត្រៀមខ្លួនជាស្រេចដើម្បីជួសជុលស៊ីជម្រៅមួយដែលនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកទាំងស្រុងនោះទេអ្នកបានជ្រើសរើសសៀវភៅត្រឹមត្រូវហើយអ្នករៀបនឹងចេញដំណើរផ្សងព្រេងមួយដ៏អស្ចារ្យដោយប្រើបច្ចេកទេសដែលធានាដល់ការផ្លាស់ប្ដូរគ្រប់ផ្នែកនៃជីវិតរបស់អ្នកដែលដំណើរទាំងអស់នោះគឺចាប់ផ្ដើមឡើងនៅមុនម៉ោង6ព្រឹកកម្មវិ
ធីពេលព្រឹកដ៏អស្ចារ្យបានជួយផ្លាស់ប្ដូរជីវិតរបស់មនុស្សរាប់ពាន់នាក់នៅជុំវិញពិភពលោករាប់បញ្ចូលទាំងខ្ញុំហើយវាគឺពិតជាកតាលីករសុទ្ធពិតប្រាកដមួយដែលអាចបំប្លែងជីវិតរបស់អ្នកបានទៀតផងខ្ញុំគិតថាខ្ញុំមានកិត្តិយសខ្ពស់ក្រៃលែងដែលបានចែករំលែកវាជាមួយអ្នកហើយខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងចេញពីបេះដូងដើម្បីធានាថាសៀវភៅនេះពិតជាអាចជួយផ្លាស់ប្ដូរជីវិតរបស់អ្នកពិតប្រាកដមែនឲ្យស័ក្តិសមនឹងការវិនិយោគពេលវេលាថាមពលនិងការយកចិត្តទុកដាក់របស់អ្នកលើការអនុវត្តវាសូមអរគុណដែលបានអនុញ្ញាតឲ្យខ្ញុំក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នកហើយដំណើរផ្សងព្រេងដ៏អស្ចារ្យរបស់យើងនឹងចាប់ផ្ដើមក្នុងពេលបន្តិចទៀតនេះថ្ងៃទី3ខែធ្នូឆ្នាំ1999ជីវិតរបស់ខ្ញុំគឺមានដំណើរការល្អមែនទែនអូតាមពិតវាមិនត្រឹមតែល្អនោះទេគឺវាអស្ចារ្យតែម្ដងនៅអាយុ20ឆ្នាំខ្ញុំរៀនសាកលវិទ្យាល័យឆ្នាំទី1ប៉ុន្តែជីវិតរបស់ខ្ញុំជឿនលឿនទៅមុខហួសសាកលវិទ្យាល័យឆ្ងាយណាស់គ្រាន់តែចំណាយពេល18ខែប៉ុណ្ណោះខ្ញុំបានក្លាយទៅជាអ្នកចែកចាយផលិតផលឈានមុខគេរបស់ក្រុមហ៊ុនមួយដែលមានទ្រព្យសម្បត្តិសរុបតម្លៃ$200 លានមានន័យថាកាលនោះខ្ញុំនៅក្មេងខ្ចីសោះតែអាចរកលុយបានច្រើនយ៉ាងនេះទៅហើយខ្ញុំមានមិត្តស្រីស្រស់ស្អាតគួរឲ្យស្រឡាញ់មានគ្រួសារដែលតែងតែគាំទ្រនិងមានភ័ក្រល្អៗដែលអាចពឹងពាក់បានខ្ញុំពិតជាមានសំណាងខ្លាំងណាស់អ្នកអាចនិយាយបានថាខ្ញុំកំពុងឈរនៅលើកំពូលនៃពិភពលោកប៉ុន្តែយប់មួយចូលមកដល់ជាយប់ដែលខ្ញុំមិនដឹងខ្លួនទាល់តែសោះថាភាពអស្ចារ្យរបស់ខ្ញុំដើរដល់ទីបញ្ចប់ម៉ោង 11:32 នាទីយប់កំពុងបើកបរល្បឿន70គីឡូម៉ែត្រក្នុង1ម៉ោងលើផ្លូវ Highway 99យើងបានចាកចេញពីភោជនីយដ្ឋាននិងមិត្តភ័ក្តិរបស់យើងមុនគេយើងធ្វើដំណើរតែ2នាក់ប៉ុណ្ណោះមិត្តស្រីរបស់ខ្ញុំដែលអស់កម្លាំងពីព្រឹត្តិការណ៍នាពេលល្ងាចមិញគឺកំពុងសំងំគេងនៅលើខៅអីក្រោយរីឯខ្ញុំមិនងងុយគេងទេភ្នែកខ្ញុំភ្លឺច្បាស់ល្អកំពុងតែសម្លឹងទៅលើផ្លូវខាងមុខឯដៃទាំងពីរកាន់ចង្កូតឡានតែម្រាមកំពុងបុករវិចទៅតាមចង្វាក់ភ្លេងរបស់ Chilo Sky ដែលកំពុងចាក់ស្ដាប់តែម្នាក់ឯងនៅតែស្ថិតក្នុងស្ថានភាពដែលខួរក្បាលមមីគិតដល់ព្រឹត្តិការណ៍កាលពីរសៀលយប់មិញខ្ញុំហាក់ដូចជាមិនងងុយគេងបន្តិចណាសោះឡើយកំពុងបោះពួយនៅលើផ្លូវ Highway ក្នុងល្បឿន70ម៉ាយក្នុង1ម៉ោងនៅក្នុងរថយន្តថ្មីស្រឡាងរបស់ខ្ញុំ Mack Mustang ពណ៌សគិតចាប់ពីពេលចាក់ចេញពីសិក្ខាសាលាដែលខ្ញុំបានផ្ដល់សន្ទរកថាមួយដ៏អស្ចារ្យបំផុតក្នុងជីវិតគឺវាមានរយៈពេលទៅតែ2ម៉ោងប៉ុណ្ណោះវាជាសិក្ខាសាលាដ៏អស្ចារ្យណាស់ព្រោះខ្ញុំបានទទួលអំរែកអបអរសាទរត្រហឹងអើងកងដំបូងបង្អស់ក្នុងឆាកជីវិតខ្ញុំពិតជាចង់ស្រែកខ្លាំងអស់ពីពោះដើម្បីប្រាប់គេថាខ្ញុំដឹងគុណក្រៃលែងចំពោះព្រឹត្តិការណ៍ដ៏មហស្ចារ្យនោះប៉ុន្តែមិត្តស្រីរបស់ខ្ញុំបានគេងលក់ទៅហើយដូច្នេះនាងមិនអាចស្ដាប់ខ្ញុំបានទេខ្ញុំគិតនៅក្នុងចិត្តថាចង់ទូរស័ព្ទទៅប្រាប់ម៉ាក់និងប៉ារបស់ខ្ញុំតែវាយប់ជ្រៅណាស់ទៅហើយពួកគាត់ប្រហែលជាកំពុងគេងលក់នៅលើគ្រែបាត់ទៅហើយក៏មិនដឹងគួរឲ្យសោកស្ដាយណាស់ប៉ុន្តែខ្ញុំមិននឹកស្មានដល់សោះថាយប់នោះគឺជាយប់ឱកាសចុងក្រោយដែលខ្ញុំអាចនិយាយជាមួយប៉ាម៉ាក់របស់ខ្ញុំការពិតមួយដែលមិននឹកស្មានដល់មែនហើយខ្ញុំមិនចង់រំលឹកភ្លើងចង្គៀងមុខរបស់រថយន្ត Mack Chevrolet ធំមួយកំពុងបោះពួយតម្រង់មករកខ្ញុំទាំងកំរោលនោះសោះឡើយការបាត់បង់ស្មារតីតែមួយរំពេចឡានដឹកទំនិញធំសម្បើមកំពុងបើកបរប្រហែលល្បឿន80ម៉ាយក្នុង1ម៉ោងបានបុកឡាន Ford Mustang ដ៏តូចនិងទន់ខ្សោយរបស់ខ្ញុំពេញមួយទំហឹងតែម្ដងក្នុងរយៈពេលតែប៉ុន្មាននាទីនោះបទភ្លេងរបស់ Chilo Sky បានក្លាយទៅជាបទចម្រៀងដើម្បីចាក់កំដរការរាំរែកដ៏កំណាចរបស់យើងសុំដែកនៅមុខរថយន្តទាំងពីរបានបុកហើយរមួលចូលគ្នាបញ្ចេញស្នូរកក្រំពងនៃសំឡេងបាក់បែក
អូងសុវត្ថិភាពរបស់រថយន្ត Mustang របស់ខ្ញុំទុះឡើងមួយទំហឹងរហូតធ្វើឲ្យយើងទាំងពីរនាក់សន្លប់បាត់បង់ស្មារតីខួរក្បាលខ្ញុំនៅកំពុងតែរវើរវាយធ្វើដំណើរ70ម៉ាយក្នុង1ម៉ោងនៅឡើយវាថែមទាំងក្រឡកមកបុកលើលលាក្បាលផ្នែកខាងមុខបណ្ដាលឲ្យបំផ្លាញមួយភាគធំនៅកោសិកាខួរក្បាលសំខាន់ជាច្រើនដែលជាកោសិកាមានមុខងារបង្កើតពយផ្នែកខាងមុខនៃខួរក្បាលដោយសារទទួលរងការប៉ះទង្គិចដ៏ខ្លាំងក្លាចុងកន្ទុយនៃរថយន្ត Mustang របស់ខ្ញុំបានប៉ើងដូចត្រូវគេរុញទម្លាក់ទៅកាន់ចំហៀងផ្លូវខាងស្ដាំដៃធ្វើឲ្យទ្វារដែលនៅចំហៀងខាងចង្កូតបែរតម្រង់ទៅរកឡានដែលកំពុងបើកខាងក្រោយខ្ញុំពេលនោះឡាន Mercedes Sedan ដែលបើកបរដោយក្មេងប្រុសម្នាក់អាយុ16ឆ្នាំបានបុកទ្វារឡានរបស់ខ្ញុំពេញមួយទំហឹងក្នុងល្បឿន70ម៉ាយក្នុង1ម៉ោងវានោះត្រូវបានបុកក្រពិតចូលគ្នារហូតដល់ជល់ហើយគៀបផ្នែកខាងឆ្វេងនៃខ្លួនប្រាណស៊ុំដែករបស់ដំបូលឡានក៏ត្រូវបានក្រពិតចុះក្រោមមកសង្កត់ក្បាលរបស់ខ្ញុំជាប់និងបណ្ដាលឲ្យរយះក្បាលចូលជ្រៅដល់ឆ្អឹងរលាតែម្ដងមិនត្រឹមតែប៉ុណ្ណោះទេវាស្ទើរតែកាត់ផ្ដាច់ត្រចៀកខាងឆ្វេងរបស់ខ្ញុំចេញពីក្បាលទៅហើយឆ្អឹងនៃរង្វង់ភ្នែកខាងឆ្វេងត្រូវបានកំទេចដោយបន្សល់ទុកគ្រាប់ភ្នែកនៅតែឯងដោយពុំមានឆ្អឹងដើម្បីការពារនិងគាំទ្រឡើយដៃឆ្វេងទៀតសោតក៏ត្រូវបាក់សរសៃប្រសាទនៅកំភួនដៃរបស់ខ្ញុំក៏ទទួលរងគ្រោះជាទម្ងន់ហើយឆ្អឹងកែងដៃក៏ត្រូវបែកទៀតខណៈពេលដែលឆ្អឹងដើមដៃបានធ្លាយចេញមកក្រៅស្បែកទម្លុះសាច់ដុំផ្នែកខាងក្រោមនៃដើមដៃរកៀករបស់ខ្ញុំមិនអាចកម្រើកបានឡើយហើយណាមួយមុខឡានស៊ីថុនរបស់ក្មេងប្រុសម្នាក់នោះបានជល់ជាប់នឹងទ្វារឡានរបស់ខ្ញុំទៅហើយដូច្នេះខ្ញុំមិនអាចលើកខ្លួនចេញពីកៅអីឡានបានទេអង្គរកៀកបានបាក់ទៅដល់3កន្លែងឯណោះទីបំផុតឆ្អឹងផ្លូវរបស់ខ្ញុំដែលជាឆ្អឹងធំបំផុតនៅក្នុងខ្លួនប្រាណរបស់យើងបានបាក់មួយកំណាត់ភ្លាមរីឯចុងម្ខាងទៀតបានធ្លាយចេញមកក្រៅចាក់ទម្លុះស្បែកផ្លូវហើយលៀនចេញមកក្រៅទាល់តែធ្លុះខោពណ៌ខ្មៅរបស់ខ្ញុំយាមបាច់សាច់នៅគ្រប់ទីកន្លែងខ្លួនប្រាណខ្ញុំទាំងមូលត្រូវបានបំផ្លាញស្ទើរតែខ្ទេចខ្ទីអស់ខួរក្បាលរបស់ខ្ញុំបានទទួលរងការខូចខាតជាទម្ងន់និងជាអចិន្ត្រៃយ៍ដោយសារមិនអាចទប់ទល់នឹងការឈឺចាប់រាងកាយដ៏ខ្លាំងក្លាខ្លួនប្រាណរបស់ខ្ញុំបានបិទដំណើរការរបស់វាសម្ពាធឈាមធ្លាក់ចុះហើយអ្វីក៏ប្រែជាខ្មៅងងឹតនៅពេលដែលខ្ញុំចាប់ផ្ដើមសន្លប់មិនដឹងខ្លួនតើអ្នកអាចរស់បានតែម្ដងឬពីរដងអ្វីដែលកើតឡើងបន្ទាប់ពីនោះគឺសឹងតែមិនគួរឲ្យជឿសោះឡើយជាអ្វីដែលមនុស្សទូទៅតែងហៅថាអភូតហេតុឬភាពអស្ចារ្យក្រុមអ្នកជួយសង្គ្រោះបន្ទាន់ក៏មកដល់កន្លែងកើតហេតុហើយតាមរយៈម៉ាស៊ីនកាត់ដែកអ្នកពន្លត់អគ្គិភ័យបានកាត់ឡានហើយយកខ្លួនដែលជោកជាំទៅដោយឈាមរបស់ខ្ញុំចេញពីគំនរបែកនៅពេលដែលពួកគេធ្វើបានសម្រេចខ្ញុំហូរឈាមចេញអស់ពីខ្លួនទៅហើយបេះដូងក៏ឈប់ដំណើរការឯដង្ហើមក៏ឈប់មានសកម្មភាពដែរបើគិតតាមបែបវិទ្យាសាស្ត្រមានន័យថាខ្ញុំបានស្លាប់រួចទៅហើយភ្លាមគ្រូពេទ្យបានដាក់ខ្ញុំនៅលើឧទ្ធម្ភាគចក្រសង្គ្រោះបន្ទាន់ហើយនាំគ្នាធ្វើការយ៉ាងម៉ឺងម៉ាត់និងស្រស្រាក់ស្រស្រាំដើម្បីជួយសង្គ្រោះជីវិតខ្ញុំឲ្យបានដឹងខ្លួនឡើងវិញ6នាទីក្រោយមកពួកគេបានទទួលជោគជ័យបេះដូងខ្ញុំចាប់ផ្ដើមដំណើរការខ្ញុំអាចដកដង្ហើមបានតាមបំពង់អុកស៊ីសែនអរគុណខ្លាំងណាស់ដែលខ្ញុំអាចរស់ឡើងវិញបានជាលើកទី2ខ្ញុំសន្លប់មិនដឹងខ្លួនអស់រយៈពេល6ថ្ងៃហើយពេលភ្ញាក់ដឹងខ្លួនឡើងវិញស្រាប់តែទទួលបានដំណឹងភ្លាមថាខ្ញុំប្រហែលជាមិនអាចដើរបានជារៀងរហូតបន្ទាប់ពីរយៈពេល7សប្តាហ៍នៃការប្រឹងប្រែងព្យាបាលឲ្យជាសះស្បើយនិងការស្ដារនីតិសម្បទាឡើងវិញនៅក្នុងមន្ទីរពេទ្យតាមរយៈការខិតខំប្រឹងរៀនដើរម្ដងទៀតខ្ញុំត្រូវបានអនុញ្ញាតឲ្យចាក់ចេញពីមន្ទីរពេទ្យហើយដាក់នៅក្រោមការមើលថែរបស់ឪពុកម្ដាយពលគឺត្រឡប់ទៅពិភពដូចដើមវិញជាមួយនឹងឆ្អឹងដែលបានបាក់ចំនួន11ឆ្អឹងក៏ដូចជាការខូចខាតខួរក្បាលជាអចិន្ត្រៃយ៍ហើយសង្សារក៏សំបែកទៀតតាំងពីកាលដែលដេកសម្រាកនៅមន្ទីរពេទ្យ
ខ្ញុំបានដឹងច្បាស់ថាជីវិតរបស់ខ្ញុំបានប្រែខុសពីមុនទាំងស្រុងទៅហើយប៉ុន្តែជឿឬក៏មិនជឿស្ថានភាពនោះក្រោយមកបានคล้ายទៅជារឿងល្អមួយសម្រាប់ជីវិតរបស់ខ្ញុំបើទោះបីជាការទទួលស្គាល់ការពិតនៃជីវិតថ្មីរបស់ខ្ញុំគឺជារឿងដែលពិបាកនិងមិនងាយស្រួលសោះឡើយហើយបើទោះបីជាអ្វីដែលខ្ញុំអាចធ្វើបានគឺអង្គុយឆ្ងល់ថាហេតុអ្វីបានជាធ្លាក់ខ្លួនដល់ថ្នាក់នេះនិងហេតុអ្វីបានជាកើតឡើងមកលើខ្ញុំជឿជាក់ថាមានតែខ្ញុំតែម្នាក់គត់ដែលត្រូវទទួលខុសត្រូវពេញទីក្នុងការធ្វើឲ្យជីវិតត្រឡប់ទៅសភាពដូចដើមវិញជំនួសឲ្យការអង្គុយត្អូញត្អែថាជីវិតមិនគួរណាក្លាយជាបែបនេះខ្ញុំបានទទួលស្គាល់ការពិតទាំងស្រុងខ្ញុំឈប់ចំណាយពេលថាមពលអង្គុយបួងសួងផ្សងប្រាថ្នាឲ្យជីវិតរបស់ខ្ញុំគួរតែមានលក្ខណៈបែបណាមួយឬដើម្បីប្រាថ្នាកុំឲ្យរឿងអាក្រក់កើតមកលើខ្ញុំតទៅទៀតហើយផ្ទុយមកវិញខ្ញុំបានផ្ដោត 100% ទៅលើការខិតខំប្រើប្រាស់អ្វីៗដែលខ្ញុំនៅសល់ឲ្យល្អបំផុតតាមដែលអាចធ្វើទៅបានដោយសារខ្ញុំមិនអាចផ្លាស់ប្ដូរអតីតកាលដែលបានកន្លងហួសទៅហើយដូច្នេះខ្ញុំផ្ដោតទៅលើការធ្វើដំណើរឆ្ពោះទៅមុខជានិច្ចខ្ញុំបានលះបង់ជីវិតរបស់ខ្ញុំដើម្បីប្រើប្រាស់សក្តានុពលឲ្យអស់ពីលទ្ធភាពនិងឲ្យពេញបរិបូរណ៍ដើម្បីសម្រេចក្តីសុបិននៅក្នុងជីវិតព្រោះទាល់តែធ្វើដូច្នេះទើបខ្ញុំអាចរកឃើញនូវវិធីសាស្ត្រដើម្បីជួយផ្ដល់អំណាចដល់អ្នកដទៃឲ្យធ្វើដូចគ្នានេះដែរហើយជាលទ្ធផលនៃការជ្រើសរើសយកផ្លូវបង្ហាញពីការដឹងគុណចេញពីដួងចិត្តចំពោះអ្វីៗទាំងអស់ដែលខ្ញុំមានក៏ដូចជាការទទួលយកដោយចិត្តស្មោះសរនិងឥតលក្ខខណ្ឌនៅអ្វីទាំងអស់ដែលខ្ញុំពុំមាននិងការទទួលយកទំនួលខុសត្រូវទាំងស្រុងក្នុងការបង្កើតឲ្យបាននិងដោយខ្លួនឯងនៅអ្វីៗដែលខ្ញុំប្រាថ្នាទីបំផុតគ្រោះថ្នាក់ចរាចរណ៍ដ៏កាចសាហាវនោះបានคล้ายទៅជារឿងមួយល្អបំផុតដែលបានកើតមកលើជីវិតរបស់ខ្ញុំដោយបានប្រកាន់ជំនឿថាអ្វីៗដែលកើតឡើងគឺសុទ្ធតែមានហេតុនិងផលរបស់វាទីបំផុតខ្ញុំបានប្រើប្រាស់ព្រឹត្តិការណ៍គ្រោះថ្នាក់ចរាចរណ៍មកធ្វើជាកម្លាំងចលករដើម្បីក្រោកឡើងវិញប្រកបដោយភាពជោគជ័យជាទីបំផុតក្នុងជីវិតប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ភាពជោគជ័យនេះក៏ផ្អែកផងដែរថាយើងត្រូវតែទទួលខុសត្រូវពេញទីក្នុងការជ្រើសរើសហេតុផលណាមួយដែលផ្ដល់អំណាចខ្លាំងបំផុតនិងពិតប្រាកដមួយដើម្បីឲ្យយើងអាចយកវាទៅធ្វើជាមូលហេតុក្នុងការប្រឈមមុខនឹងព្រឹត្តិការណ៍និងកាលៈទេសៈនានានៅក្នុងជីវិតយើងពោលគឺសំណួរសួរថាហេតុអ្វីដែលយើងត្រូវធ្វើវាឆ្នាំ2000គឺជាឆ្នាំជីវិតថ្មីរបស់ខ្ញុំចាប់ផ្ដើមពីគ្រែក្នុងមន្ទីរពេទ្យខ្លួនប្រាណបាក់បែកប៉ុន្តែមិនចុះចាញ់ដែលខុសទាំងស្រុងពីជីវិតកាលពីមុនទោះបីជាលែងមានឡានដូចពីមុនសូម្បីតែការចងចាំរយៈពេលខ្លីក៏បានចុះខ្សោយខ្លួនប្រាណបែបคล้ายរំពាត់ទៅដោយពាក្យដោះសារនិងអង្គុយតែនៅក្នុងផ្ទះជាមួយការសោកសៅនិងការអាណិតខ្លួនឯងទីបំផុតខ្ញុំបានសម្រេចចិត្តត្រូវត្រឡប់ទៅធ្វើការជាអ្នកលក់វិញនៅក្នុងក្រុមហ៊ុន Catco វាគឺជាឆ្នាំល្អបំផុតក្នុងអាជីពការងារដោយខ្ញុំបានជាប់ចំណាត់ថ្នាក់លេខ6នៅក្នុងក្រុមហ៊ុននោះក្នុងចំណោមអ្នកតំណាងលក់ជាង 60,000 នាក់ជោគជ័យនោះកើតឡើងនៅក្នុងខណៈពេលដែលខ្លួនប្រាណរបស់ខ្ញុំកំពុងតែស្ថិតនៅលើគំនរបាក់បែកទាំងខាងរាងកាយផ្លូវចិត្តអារម្មណ៍និងហិរញ្ញវត្ថុនៅឡើយឆ្នាំ2001ដោយបានរៀនពីមេរៀនជីវិតដ៏មានតម្លៃចេញពីបទពិសោធន៍ផ្ទាល់ខ្លួនវាដល់ពេលហើយដើម្បីប្រែក្លាយភាពអកុសលរបស់ខ្ញុំទៅជាការបំផុសគំនិតនិងការផ្ដល់អំណាចដល់អ្នកដទៃដូច្នេះឆ្នាំនោះខ្ញុំបានចាប់ផ្ដើមឡើងនិយាយនិងចែករំលែករឿងរ៉ាវរបស់ខ្ញុំនៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យនានាប្រតិកម្មពីសិស្សនិងនិស្សិតទាំងនោះគឺពោរពេញទៅដោយភាពវិជ្ជមានយ៉ាងលើសលប់ហើយខ្ញុំក៏ចាប់ផ្ដើមបេសកកម្មមួយទៀតគឺផ្សព្វផ្សាយឥទ្ធិពលវិជ្ជមានទៅកាន់យុវវ័យ
năm 2002 មិត្តល្អរបស់ខ្ញុំឈ្មោះ John Beaufort បានលើកទឹកចិត្តឲ្យខ្ញុំសរសេរសៀវភៅអំពីគ្រោះថ្នាក់របស់ខ្ញុំដើម្បីទុកជាការជំរុញទឹកចិត្តដល់អ្នកដទៃដូច្នេះខ្ញុំចាប់ផ្ដើមនិពន្ធពេលខ្ញុំចាប់ផ្ដើមកាន់ប៊ិចសរសេរភ្លាមខ្ញុំក៏ឈប់ភ្លាមតែម្ដងខ្ញុំមិនមែនជាអ្នកនិពន្ធទេការសរសេរអត្ថបទខ្លីកាលនៅរៀនវិទ្យាល័យគឺវាធ្វើឲ្យខ្ញុំពិបាកណាស់ទៅហើយកុំថាឡើយសៀវភៅមួយក្បាលនោះបន្ទាប់ពីប្រឹងប្រែងម្ដងហើយម្ដងទៀតដែលលើកណាក៏ដូចជាលើកណាគឺខ្ញុំបានត្រឹមតែអង្គុយសម្លឹងមើលអេក្រង់កុំព្យូទ័រនៅក្នុងអារម្មណ៍មួម៉ៅវាមើលទៅហាក់ដូចជាការសរសេរសៀវភៅគឺជាការដែលមិនអាចទៅរួចនៅឡើយទោះយ៉ាងណាខ្ញុំបានក្លាយជាកំពូលអ្នកលក់ម្នាក់ក្នុងចំណោមជើងខ្លាំង10នាក់ប្រចាំក្រុមហ៊ុន Costco រយៈពេលជាង2ឆ្នាំជាប់គ្នាឆ្នាំ2004ដើម្បីសាកល្បងសមត្ថភាពខាងគ្រប់គ្រងខ្ញុំបានទទួលយកតួនាទីធ្វើជាប្រធានផ្នែកលក់នៅសាខារបស់ក្រុមហ៊ុន Costco ប្រចាំទីក្រុង San Cramito ក្រុមហ៊ុនរបស់យើងបានជាប់ចំណាត់ថ្នាក់លេខ1ប្រចាំសាខានោះនិងបានបំបីកំណត់ត្រាប្រចាំឆ្នាំដែលប្រវត្តិសាស្ត្រក្រុមហ៊ុនពុំធ្លាប់មានឡើយក្នុងរដូវស្លឹកឈើជ្រុះសមត្ថភាពលក់របស់ខ្ញុំក៏បានឈានដល់កម្រិតកំពូលនិងត្រូវបានបញ្ជូនទៅក្នុងបញ្ជីជាអ្នកដែលមានកិត្តិនាមខ្ពស់បំផុតរបស់ក្រុមហ៊ុនដោយមានអារម្មណ៍ថាខ្ញុំបានសម្រេចអ្វីៗគ្រប់យ៉ាងដែលខ្ញុំចង់បាននៅក្នុងក្រុមហ៊ុន Costco ដូច្នេះវាគឺដល់ពេលដែលខ្ញុំត្រូវចាក់ចេញដើម្បីដើរទៅកាន់ក្តីសុបិនក្នុងជីវិតវិញម្ដងគឺការចង់ក្លាយទៅជាវាគ្មិនអាជីពលើវិស័យលើកទឹកចិត្តមនុស្សខ្ញុំថែមទាំងចង់សរសេរសៀវភៅឡើងវិញព្រោះវាបាននឹងកំពុងតែវិលចុះឡើងនៅក្នុងខួរក្បាលរបស់ខ្ញុំក្នុងរយៈពេល 2-3 ឆ្នាំចុងក្រោយនោះក្រោយមកខ្ញុំក៏បានជួបអាសូឡាយើងបានក្លាយជាគូភរិយាដែលមិនអាចបំបែកបានហើយខ្ញុំមានអារម្មណ៍ថានាងគឺជាមនុស្សតែម្នាក់គត់របស់ខ្ញុំថ្ងៃកុម្ភៈឆ្នាំ2005កំពុងអង្គុយនៅកន្លែងសម្រាប់ទស្សនិកជននៅក្នុងចិត្តគិតថាវាគឺជាសន្និសីទប្រជុំចុងក្រោយបង្អស់របស់ខ្ញុំសម្រាប់ក្រុមហ៊ុន Costco ប៉ុន្តែពេលនោះវាបែរជាធ្វើឲ្យខ្ញុំចាប់ផ្ដើមដឹងខ្លួនដោយភាពជឿចាប់ថាកន្លងមកខ្ញុំមិនដែលធ្លាប់បំពេញសក្តានុពលរបស់ខ្លួនខ្ញុំឲ្យបានពេញលេញម្ដងណាឡើយប្រកបណាស់ខ្ញុំពិតជាបានឈ្នះពានរង្វាន់មួយចំនួនហើយបានបំបែកកំណត់ត្រាខ្លះៗរបស់ក្រុមហ៊ុនប៉ុន្តែពេលសម្លឹងមើលពីកៅអីរបស់ខ្ញុំទៅកាន់ឆាករបស់សន្និសីទដែលមានកំពូលអ្នកលក់2នាក់កំពុងប្រមូលយកពានរង្វាន់ប្រចាំឆ្នាំខ្ពស់បំផុតដែលក្រុមហ៊ុន Costco ផ្ដល់ជូនពេលនោះហើយទើបខ្ញុំបានដឹងខ្លួនថាកន្លងមកខ្ញុំមិនដែលធ្លាប់ធ្វើការបដិញ្ញាចិត្តមួយដែលពេញទំហឹងម្ដងណាឡើយតាំងពីចាប់ផ្ដើមចូលធ្វើការមកម្លេះសូម្បីតែមួយឆ្នាំពេញក៏ខ្ញុំមិនធ្លាប់ដែរខ្ញុំនឹងមិនអាចរស់នៅដោយខ្លួនឯងបានទេប្រសិនបើខ្ញុំចាក់ចេញពីក្រុមហ៊ុនមុនពេលដែលមានសក្តានុពលរបស់ខ្ញុំត្រូវបានបំពេញឲ្យបានគ្រប់គ្រាន់ខ្ញុំត្រូវផ្ដល់ឲ្យខ្លួនឯងនៅពេញមួយឆ្នាំទៀតដើម្បីធ្វើការនៅទីនោះប៉ុន្តែសម្រាប់មួយឆ្នាំនោះខ្ញុំត្រូវតែធ្វើការឲ្យអស់ពីសមត្ថភាពជាអតិបរមាឆ្នាំ2005ទោះបីជាវាជិតដល់ពេលដាច់ឆ្នាំទៅហើយនៅពេលដែលខ្ញុំសម្រេចចិត្តត្រូវចាប់ផ្ដើមម្ដងទៀតក៏ខ្ញុំបានកំណត់គោលដៅថាត្រូវតែលក់ឲ្យស្មើនឹង2ដងនៃអត្រាលក់នៅក្នុងឆ្នាំដែលខ្ញុំបានលក់ដាច់បំផុតខ្ញុំមានការភ័យខ្លាចខ្លាំងណាស់ប៉ុន្តែបានបដិញ្ញាចិត្តរួចជាស្រេចទៅហើយក្នុងពេលជាមួយគ្នានោះផងដែរខ្ញុំបានសម្រេចចិត្តចុងក្រោយបង្អស់ថាខ្ញុំមានកាតព្វកិច្ចក្នុងការសរសេរសៀវភៅឲ្យចប់ហើយថែមទាំងចែកចាយរឿងរ៉ាវរបស់ខ្ញុំជាមួយនឹងពិភពលោកខ្ញុំធ្វើការ365ថ្ងៃដោយគ្មានថ្ងៃណាមួយអាក់ខានឡើយគឺធ្វើការលើការសរសេរនោះផងនិងការលក់នៅក្នុងក្រុមហ៊ុនផងជាមួយនឹងវិន័យកម្រិតខ្ពស់បំផុតមួយដែលខ្ញុំមិនដែលធ្វើទាល់តែសោះក្នុងរយៈពេល25ឆ្នាំកន្លងមកខ្ញុំត្រូវបានជំរុញដោយចំណង់ឲ្យហ៊ានធ្វើអ្វីដែលខ្ញុំមិនធ្លាប់ធ្វើពីមុនមកពោលគឺហ៊ានដើរផ្សងព្រេងចេញពីអណ្ដូងនៃអាណាចក្ររបស់ភាពអន់ថយតោកយ៉ាកដែលពោពេញដោយតែសេចក្តីឈឺចាប់និងភាពអស់សង្ឃឹមដែលខ្ញុំបានត្រាំត្រែងជីវិតរបស់ខ្លួនសឹងតែពេញមួយជីវិតទៅហើយ
ហើយត្រូវដើរតម្រង់ទៅកាន់អាណាចក្រមួយទៀតដែលពោរពេញតែភាពអស្ចារ្យនៅដំណាច់ឆ្នាំនោះខ្ញុំបានឈានដល់គោលដៅទាំងពីរខាងលើគឺបានបញ្ចប់សៀវភៅទី1របស់ខ្ញុំនិងបានធ្វើឲ្យការលក់មានការកើនឡើងលើសចំនួនទ្វេដងឯណោះដូច្នេះពាក្យមួយឃ្លានេះគឺពិតជាត្រឹមត្រូវប្រាកដមែនអ្វីក៏ដោយគឺអាចធ្វើទៅរួចនៅពេលណាដែលអ្នកបដិញ្ញាចិត្តពិតប្រាកដដើម្បីធ្វើវានិទានខៈរដូវឆ្នាំ2006សៀវភៅដំបូងរបស់ខ្ញុំដែលមានចំណងជើងថា Taking the Hat On How to Love the Life You Have While You Create the Life of Your Dream បានជាប់ចំណាត់ថ្នាក់លេខ7នៅលើបញ្ជីជាសៀវភៅលក់ដាច់បំផុតរបស់ក្រុមហ៊ុន Amazon បន្ទាប់មកមានរឿងមិននឹកស្មានដល់បានកើតឡើងចាងវាងបោះពុម្ពសៀវភៅរបស់ខ្ញុំបានយកលុយទាំងអស់ដែលគាត់ត្រូវបង់ឲ្យខ្ញុំដើម្បីទទួលសិទ្ធិបោះពុម្ពនិងចែកចាយបានរត់ភៀសខ្លួនចេញពីប្រទេសហើយបាត់ដំណឹងសូន្យឈឹងឪពុកម្ដាយរបស់ខ្ញុំខឹងសម្បាខ្លាំងណាស់រហូតដល់កើតជំងឺខូចចិត្តចំណែកខ្ញុំមិនអីទេមានរឿងមួយដែលខ្ញុំបានរៀនពីគ្រោះថ្នាក់ចរាចរណ៍របស់ខ្ញុំគឺវាគ្មានប្រយោជន៍ទេក្នុងការគិតអ្វីឬមានអារម្មណ៍អាក្រក់ចំពោះទិដ្ឋភាពណាមួយនៃជីវិតដែលយើងមិនអាចគ្រប់គ្រងឬផ្លាស់ប្ដូរបានដូច្នេះខ្ញុំគ្មានការខូចចិត្តអ្វីទាំងអស់ខ្ញុំក៏បានរៀនផងដែរថាការផ្ដោតអារម្មណ៍លើមេរៀនដែលយើងអាចរៀនបានពីបញ្ហាដែលយើងកំពុងប្រឈមក៏ដូចជាការផ្ដោតលើរបៀបដែលយើងប្រើវាដើម្បីបន្ថែមគុណតម្លៃដល់ជីវិតអ្នកដទៃពេលនោះយើងប្រកាសជាអាចប្រែក្លាយភាពអកុសលណាមួយទៅជាគុណសម្បត្តិមិនខានដូច្នេះខ្ញុំក៏ធ្វើបែបនេះឆ្នាំ2006ដោយគ្មានចំណេះដឹងអ្វីទាល់តែសោះគឺស្ទើរតែស្មើ0បើប្រៀបធៀបនឹងចំណេះដឹងដែលអ្នកជំនាញពិតប្រាកដមានជាចៃដន្យខ្ញុំបានក្លាយជាគ្រូបង្វឹកផ្នែកជោគជ័យលើជីវិតនិងអាជីវកម្មនៅពេលដែលអ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុម្នាក់អាយុស្របាល40ឆ្នាំប្លាយបានសួរខ្ញុំថាតើខ្ញុំអាចជួយបង្វឹកគាត់បានដែរឬទេខ្ញុំក៏យល់ព្រមពេលចប់ខ្ញុំបានប្រែជាស្រឡាញ់ចូលចិត្តវាមែនទែនអតិថិជនដំបូងរបស់ខ្ញុំនោះបានឃើញលទ្ធផលកើតឡើងជាជាក់ស្ដែងនៅក្នុងជីវិតនិងជំនួញរបស់គាត់ហើយតាំងពីពេលនោះមកខ្ញុំក៏ចង់ជួយអ្នកដទៃដែលតាមរយៈការធ្វើជាគ្រូបង្វឹកម្នាក់របស់ពួកគេពេលតែអាយុ26ឆ្នាំហាងឆេងរបស់ខ្ញុំដើម្បីទទួលជោគជ័យក្នុងនាមជាអាជីពគ្រូបង្វឹកប្រហែលជាស្ទួយស្ដាងខ្លាំងណាស់ប៉ុន្តែអាជីពនេះគឺវាស្របតាមគោលបំណងជីវិតពិតប្រាកដរបស់ខ្ញុំដូច្នេះទោះបីយ៉ាងណាក៏ខ្ញុំត្រូវតែធ្វើវាដែរជំនួញជាគ្រូបង្វឹកម្នាក់បានចាប់ផ្ដើមហើយខ្ញុំចេះពង្រីកវារហូតដល់អាចបណ្ដុះបណ្ដាលសហគ្រិនអ្នកលក់និងអាជីវកររាប់រយនាក់បន្តិចក្រោយមកខ្ញុំបានទទួលប្រាក់ពីការឡើងធ្វើសន្ទរកថាលើកដំបូងបង្អស់របស់ខ្ញុំគឺពេលនោះខ្ញុំត្រូវបានជួលដោយក្លឹប Boy and Girl Club of America ឲ្យធ្វើជាវាគ្មិនសំខាន់ម្នាក់នៅក្នុងសន្និសីទជាតិប្រចាំឆ្នាំរបស់ពួកគេទោះបីជាខ្ញុំធ្លាប់បាននិយាយជាញឹកញាប់នៅចំពោះមុខទស្សនិកជនធំៗជាច្រើនដែលសុទ្ធសឹងតែជាអ្នកលក់និងអ្នកគ្រប់គ្រងសំខាន់ៗនិងល្បីៗចាប់តាំងពីឆ្នាំ1998ដែលកាលនោះខ្ញុំមានសក់ចម្លែកជាលក្ខណៈមនុស្សវ័យជំទង់នៅឡើយហើយមានឈ្មោះហៅក្រៅថា Yo Pahal ប៉ុន្តែការផ្សាយជះឥទ្ធិពលវិជ្ជមានដល់មនុស្សវ័យក្មេងគឺជាផ្លូវពិតប្រាកដដែលខ្ញុំត្រូវដើរដូច្នេះខ្ញុំចាប់ផ្ដើមនិយាយនិងចែករំលែករឿងរ៉ាវរបស់ខ្ញុំទៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យនានាឆ្នាំ2007ជាឆ្នាំដែលជីវិតរបស់ខ្ញុំបានបែកបាក់ជាបំណែកសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានដួលរលំមួយពព្រិចភ្នែកប្រាក់ចំណូលរបស់ខ្ញុំត្រូវបានបាត់បង់អស់ពាក់កណ្ដាលឆ្នាំ2007ជាឆ្នាំដែលជីវិតរបស់ខ្ញុំត្រូវបានបែកបាក់ជាបំណែកសេដ្ឋកិច្ចសហរដ្ឋអាមេរិកបានដួលរលំមួយពព្រិចភ្នែកប្រាក់ចំណូលរបស់ខ្ញុំត្រូវបានបាត់បង់អស់ពាក់កណ្ដាលអតិថិជនរបស់ខ្ញុំលែងមានលទ្ធភាពដើម្បីបង់ថ្លៃវឹកហាត់តទៅទៀតហើយខ្ញុំមិនអាចបង់ថ្លៃវិក័យប័ត្ររួមទាំងការចំណាយលើការបង់រំលោះផ្ទះខ្ញុំជំពាក់បំណុលគេអស់$425,000ហើយបានខូចចិត្តជាទម្ងន់ផ្លូវចិត្តផ្លូវកាយផ្លូវអារម្មណ៍និងផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំបានធ្លាក់ដល់បាតជ្រៅបំផុត
ក្នុងជីវិតរបស់ខ្ញុំមិនដែលមានអារម្មណ៍អស់សង្ឃឹមនិងធ្លាក់ទឹកចិត្តដល់ថ្នាក់នឹងទេនៅចំពោះមុខនៃការបាត់បង់ក៏ពិតមែនតែចិត្តរបស់ខ្ញុំតែងតែស្វែងរកវិធីដើម្បីជួសជុលជីវិតឡើងវិញខ្ញុំបានស្វែងរកចម្លើយយ៉ាងស្វាហាប់និងខ្លាំងក្លាមែនទែនដើម្បីដោះស្រាយបញ្ហាដែលស្ទើរតែមិនអាចយកឈ្នះបានទាំងអស់នោះខ្ញុំចាប់ផ្ដើមអានសៀវភៅបែបជួយខ្លួនឯងបានចូលរួមសិក្ខាសាលាហើយថែមទាំងជួលគ្រូបង្វឹកមកបង្រៀនខ្ញុំថែមទៀតផងប៉ុន្តែទាំងអស់នោះគឺគ្មានមួយណាដែលដំណើរការឡើយឆ្នាំ2008ជាឆ្នាំដែលជីវិតរបស់ខ្ញុំចាប់ផ្ដើមផ្លាស់ប្ដូរទាំងស្រុងទីបំផុតខ្ញុំបានសារភាពតាមត្រង់ប្រាប់ទៅមិត្តជិតស្និទ្ធម្នាក់ថាជីវិតរបស់ខ្ញុំអាក្រក់ខ្លាំងប៉ុណ្ណាដែលតាំងពីមុននោះខ្ញុំមិនដែលប្រាប់អ្នកណាម្នាក់ឲ្យដឹងសោះឡើយគាត់សួរមកខ្ញុំវិញថាតើឯងហាត់ប្រាណដែរឬទេចម្លើយរបស់ខ្ញុំអត់ទេសូម្បីតែការក្រោកពីគេងនៅពេលព្រឹកខ្ញុំធ្វើមិនបានផងតើឲ្យខ្ញុំហាត់ប្រាណយ៉ាងដូចម្តេចអញ្ចឹងចាប់ដើមរត់ហាត់ប្រាណទៅគាត់និយាយវានឹងជួយឲ្យឯងមានអារម្មណ៍ធូរស្រាលនិងគិតបានកាន់តែច្បាស់ល្អអូខ្ញុំស្អប់ការរត់ខ្លាំងណាស់ទោះយ៉ាងណាក៏ដោយខ្ញុំចង់សាកល្បងដូច្នេះខ្ញុំបានទទួលយកដំបូន្មានរបស់គាត់ហើយចាប់ផ្ដើមរត់ហាត់ប្រាណពីបំផុតខ្ញុំដឹងច្បាស់ថាការរត់លើកទី1នោះបានក្លាយជាចំណុចរបត់ថ្មីនៃជីវិតរបស់ខ្ញុំនឹងបកស្រាយជាពិស្ដារនៅក្នុងជំពូកទី2តាមកំណត់របស់កម្មវិធីពេលព្រឹកដ៏អស្ចារ្យគឺកើតចេញពីជំងឺបាក់ទឹកចិត្តហើយខ្ញុំមានកម្លាំងចិត្តក្នុងការបង្កើតទម្លាប់ប្រចាំថ្ងៃក្នុងការអភិវឌ្ឍខ្លួនឯងដែលខ្ញុំសង្ឃឹមថាវាអាចជួយអភិវឌ្ឍខ្ញុំឲ្យក្លាយទៅជាមនុស្សម្នាក់ពេញដោយលក្ខណៈដែលខ្ញុំត្រូវការដើម្បីមានសមត្ថភាពអាចដោះស្រាយបញ្ហារបស់ខ្ញុំហើយផ្លាស់ប្ដូរជីវិតរបស់ខ្ញុំឡើងវិញមិនគួរឲ្យជឿសោះថាវាមានដំណើរការល្អមែនទែនស្ទើរតែគ្រប់ផ្នែកនៃជីវិតរបស់ខ្ញុំបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សរហូតដល់ខ្ញុំហៅវាថាពេលព្រឹកដ៏អស្ចារ្យថែមទៀតផងរដូវស្លឹកឈើជ្រុះឆ្នាំ2008ខ្ញុំនៅបន្តអភិវឌ្ឍពេលព្រឹកដ៏អស្ចារ្យរបស់ខ្ញុំដោយយកម៉ោងនាពេលព្រឹកនោះមកធ្វើពិសោធន៍លើសកម្មភាពអនុវត្តចំនួនដែលទាក់ទងនឹងការអភិវឌ្ឍខ្លួនឯងកាលវិភាគចូលគេងនិងការស្រាវជ្រាវអំពីថាតើយើងត្រូវការគេងប៉ុន្មានម៉ោងទើបគ្រប់គ្រាន់ការរកឃើញរបស់ខ្ញុំគឺពិតជាការផ្លាស់ប្ដូរទាំងស្រុងនៅផ្នត់គំនិតនិងទស្សនៈចាស់ៗដែលមនុស្សភាគច្រើនរួមទាំងខ្ញុំផងដែរតែប្រកាន់ខ្ជាប់ពីមុនមកដោយការស្រឡាញ់ចូលចិត្តលទ្ធផលទាំងនោះខ្ញុំក៏ចែករំលែកវាជាមួយនឹងអតិថិជនដែលជាសិស្សឯកជនរបស់ខ្ញុំហើយពួកគេទាំងនោះចាប់ផ្ដើមស្រឡាញ់ចូលចិត្តវាច្រើនដូចជាខ្ញុំដែរពួកគេបានប្រាប់មិត្តភ័ក្តិគ្រួសារនិងមិត្តរួមការងាររបស់គេអំពីវាដោយមិននឹកស្មានដល់ខ្ញុំចាប់ផ្ដើមឃើញមនុស្សដែលខ្ញុំមិនដែលជួបផ្ទាល់ទេសោះបានផុសបង្ហាញនៅលើ Facebook និង Twitter អំពីពេលព្រឹកដ៏អស្ចារ្យរបស់ពួកគេខ្ញុំនឹងនិយាយបន្ថែមទៀតអំពីរឿងនេះនៅទំព័រក្រោយៗទៀតឆ្នាំ2009ជាឆ្នាំល្អបំផុតរបស់ខ្ញុំបានរៀបការជាមួយនឹងនារីក្នុងក្តីសុបិនយើងមានផ្ទៃពោះហើយយើងសម្រាលបានកូនស្រីម្នាក់ខ្ញុំអាចនិយាយថាយើងព្រោះតែទាំងនេះគឺមិនមែនតែជារបស់នាងនោះទេតែជារបស់យើងទាំងពីរនាក់ជំនួយខាងគ្រូបង្វឹករបស់ខ្ញុំកាន់តែរីកចម្រើនដោយខ្ញុំតែងតែមានអតិថិជនជាច្រើនកក់ដើម្បីរងចាំចុះឈ្មោះអាជីពជាវាគ្មិនក៏ចាប់ផ្ដើមដំណើរការខ្ញុំបានផ្ដល់ការពិភាក្សានិងសន្ទរកថាសំខាន់ៗនៅតាមវិទ្យាល័យសាកលវិទ្យាល័យគ្រឹះស្ថានអាជីវកម្មនិងសន្ទរកថាមិនយកប្រាក់ចំណេញនានាជាច្រើនពេលព្រឹកដ៏អស្ចារ្យរបស់ខ្ញុំបានរីករាលដាលដោយភ្លើងឆេះព្រៃខ្ញុំទទួលបានអ៊ីមែលជារៀងរាល់ថ្ងៃពីមនុស្សដែលប្រាប់ខ្ញុំថាវាបានផ្លាស់ប្ដូរជីវិតរបស់ពួកគេខ្ញុំចាប់ផ្ដើមដឹងថាវាគឺជាទំនួលខុសត្រូវរបស់ខ្ញុំក្នុងការចែករំលែកវាទៅកាន់ពិភពលោកទាំងមូលហើយការសរសេរសៀវភៅគឺជាវិធីល្អបំផុតដើម្បីធ្វើវាយ៉ាងយឺតខ្ញុំចាប់ផ្ដើមសរសេរសៀវភៅសារជាថ្មីកុំច្រឡំអីរហូតមកដល់ពេលនេះខ្ញុំនៅតែអះអាងថាខ្ញុំមិនមែនជាកវីនិពន្ធនោះទេតែខ្ញុំមានការបដិញ្ញាចិត្តដោយមិត្តសម្លាញ់ដ៏ល្អម្នាក់របស់ខ្ញុំឈ្មោះ Romantico Fulcher តែងតែនិយាយថាវាតែងតែមានផ្លូវទៅមុខជានិច្ចឲ្យតែអ្នកបដិញ្ញាចិត្តពិតប្រាកដការយកជីវិតរបស់អ្នកទៅមុខ
ខ្ញុំចែករំលែករឿងរ៉ាវរបស់ខ្ញុំជាមួយអ្នកគឺដើម្បីផ្ដល់ជាភស្តុតាងបង្ហាញនូវអ្វីដែលអ្នកអាចជំនះនិងអាចធ្វើឲ្យសម្រេចបានមិនថាឧបសគ្គរបស់អ្នកពិបាកប៉ុណ្ណានោះឡើយប្រសិនបើខ្ញុំអាចចាកចេញពីគំនរផេះផង់នៃជីវិតបរាជ័យនាពេលអតីតកាលក៏ដូចជាត្រូវបានគេឃើញថាហាក់ដូចជាស្លាប់នៅនឹងកន្លែងកើតហេតុត្រូវបានគេប្រាប់ថាមិនអាចដើរបានតទៅទៀតឡើយបានក្លាយជាមនុស្សដាច់ចៃហើយរងជំងឺបាក់ទឹកចិត្តជាទម្ងន់រហូតដល់មិនអាចចង់ងើបចេញពីគ្រែនាពេលព្រឹកដើម្បីបង្កើតគុណភាពជីវិតក្នុងក្តីសុបិនរបស់ខ្លួនដូចនេះអ្នកក៏អាចធ្វើបានដែរវាគឺជាអកុសលធ្ងន់ធ្ងរខ្លាំងណាស់ហើយវាអាចជាលេសសំហេតុផលទៀតផងតែខ្ញុំអាចយកមកធ្វើជាពាក្យដោះសារថាខ្ញុំមិនអាចធ្វើទៅបានតទៅទៀតឡើយប៉ុន្តែខ្ញុំមិនធ្វើដូច្នោះទេផ្ទុយមកវិញខ្ញុំបែរជាយកឈ្នះលើភាពអកុសលទាំងអស់នោះទៅវិញដូច្នេះវាគ្មានលេសណាសមហេតុផលឡើយសម្រាប់អ្នកដើម្បីដោះសារមិនព្រមយកឈ្នះលើដែនកំណត់ដែលបាននឹងកំពុងតែទាញអ្នកចេញពីការសម្រេចនៅអ្វីគ្រប់យ៉ាងដែលអ្នកប្រាថ្នាសម្រាប់ជីវិតអ្នកមានទេគឺគ្មានទាល់តែសោះខ្ញុំជឿថាមានសារៈសំខាន់ណាស់សម្រាប់យើងក្នុងការប្រកាន់យកទស្សនៈគិតថាអ្វីក៏ដោយដែលមានមនុស្សណាម្នាក់បានសម្រេចឬបានយកឈ្នះវារួចទៅហើយការនោះគឺជាភស្តុតាងបញ្ជាក់ថាវាគឺជារឿងដែលអាចទៅរួចដូច្នេះអ្នកក៏អាចសម្រេចឬយកឈ្នះលើវាបានដែរប្រសិនបើអ្នកចង់មិនស្គាល់ថាអតីតកាលឬស្ថានភាពបច្ចុប្បន្នរបស់អ្នកមានលក្ខណៈបែបណាឡើយអ្វីៗគឺចាប់ផ្ដើមពីការទទួលយកទំនួលខុសត្រូវពេញទីលើការគ្រប់គ្រងទិដ្ឋភាពនៃជីវិតរបស់អ្នកហើយបញ្ឈប់ការស្ដីបន្ទោសឬការទម្លាក់កំហុសលើអ្នកដទៃកម្រិតដែលអ្នកទទួលខុសត្រូវចំពោះអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកគឺជាຂ្នាតជាក់ស្ដែងនិងច្បាស់លាស់មែនទែនដែលបង្ហាញឲ្យអ្នកឃើញនៅកម្រិតនៃអំណាចក្នុងខ្លួនរបស់អ្នកជាអំណាចដែលអ្នកប្រើដើម្បីផ្លាស់ប្ដូរខ្លួនឯងឬដើម្បីបង្កើតអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកវាចាំបាច់ត្រូវតែយល់ថាការទទួលខុសត្រូវគឺខុសពីការស្ដីបន្ទោសខណៈពេលដែលការស្ដីបន្ទោសចង្អុលទៅរកនរណាគេដែលជាអ្នកមានកំហុសចំពោះអ្វីមួយរីឯទំនួលខុសត្រូវវិញគឺចង្អុលទៅរកនរណាម្នាក់ដែលគេបដិញ្ញានិងតាំងចិត្តក្នុងការកែលម្អអ្វីមួយឲ្យប្រសើរឡើងបើគិតពីគ្រោះថ្នាក់របស់ខ្ញុំវិញការបុកឡាននោះគឺមិនមែនជាកំហុសរបស់ខ្ញុំទេដូច្នេះខ្ញុំមានទំនួលខុសត្រូវក្នុងការកែលម្អជីវិតខ្ញុំឲ្យប្រសើរឡើងវិញដើម្បីធ្វើជាស្ថានភាពរបស់ខ្ញុំឲ្យคล้ายដូចជាអ្វីដែលខ្ញុំចង់បានការរកឃើញនរណាម្នាក់ជាអ្នកខុសគឺវាមិនសំខាន់ទេតែអ្វីដែលសំខាន់បំផុតនោះគឺអ្នកនិងខ្ញុំត្រូវបដិញ្ញាចិត្តចាកចេញពីអតីតកាលហើយធ្វើឲ្យជីវិតរបស់យើងមានលក្ខណៈដូចអ្វីដែលយើងប្រាថ្នាចង់បានពិតប្រាកដដូច្នេះចូលអ្នកចាប់ផ្ដើមពីថ្ងៃនេះតែម្ដងឥឡូវដល់ពេលអ្នកហើយដល់ពេលសរសេររឿងរ៉ាវរបស់អ្នកវិញម្ដងចូលយល់ថាការដែលអ្នកបាននាំជីវិតរបស់អ្នកមកដល់ទីនេះគឺវាមានន័យពីរយ៉ាងទី1ទីនេះគឺជាបណ្ដោះអាសន្នតែប៉ុណ្ណោះនិងទី2គឺវាជាកន្លែងដែលអ្នកត្រូវតែចាប់ផ្ដើមអ្នកមកទីនេះដើម្បីរៀនអ្វីដែលអ្នកត្រូវរៀនដូច្នេះអ្នកអាចក្លាយជាមនុស្សពេញដោយលក្ខណៈដែលអ្នកត្រូវការដើម្បីមានសមត្ថភាពអាចបង្កើតប្រភេទជីវិតដែលអ្នកចង់បានពិតប្រាកដសូម្បីតែពេលបច្ចុប្បន្ននេះជីវិតរបស់យើងកំពុងមានការលំបាកឬកំពុងជួបឧបសគ្គខ្លាំងក្លាយ៉ាងណាក៏ដោយក៏បច្ចុប្បន្នភាពគឺតែងតែជាឱកាសល្អបំផុតសម្រាប់យើងដើម្បីរៀនដើម្បីចាប់ផ្ដើមរីកចម្រើននិងដើម្បីចាប់ផ្ដើមអភិវឌ្ឍខ្លួនឲ្យប្រសើរជាងអ្វីដែលយើងធ្លាប់មានអ្នកកំពុងស្ថិតនៅក្នុងដំណើរការនៃការសរសេររឿងរ៉ាវជីវិតរបស់អ្នកហើយគ្មានរឿងណាដែលល្អជាងរឿងមួយដែលតួអង្គជាវីរបុរសឬវីរនារីកំពុងប្រយុទ្ធយកឈ្នះយ៉ាងអង់អាចលើឧបសគ្គនានាដែលពួកគេកំពុងប្រឈមនោះឡើយតាមពិតទៅឧបសគ្គកាន់តែធំរឿងនោះកាន់តែអស្ចារ្យដោយសារតែគ្មាននរណាម្នាក់មកខាំងឃាត់និងមកដាក់ដែនកំណត់លើសាច់រឿងរបស់អ្នកទេដូច្នេះតើអ្នកចង់ឲ្យទំព័របន្ទាប់និយាយអ្វីខ្លះអំពីជីវិតរបស់អ្នកដំណឹងល្អគឺថាអ្នកមានសមត្ថភាពក្នុងការផ្លាស់ប្ដូរឬបង្កើតអ្វីគ្រប់យ៉ាងនៅក្នុងជីវិតរបស់អ្នកដោយចាប់ផ្ដើមពីឥឡូវនេះទៅ
ខ្ញុំមិនមែននិយាយថាអ្នកមិនចាំបាច់ត្រូវធ្វើការអ្វីសោះឡើយដើម្បីសម្រេចវានោះទេប៉ុន្តែមធ្យោបាយដែលលឿនបំផុតនិងងាយស្រួលបំផុតដើម្បីទាក់ទាញនិងបង្កើតរបស់នានាដែលខ្លួនចង់បានសម្រាប់ជីវិតរបស់អ្នកគឺតាមរយៈការអភិវឌ្ឍខ្លួនឯងឲ្យក្លាយទៅជាមនុស្សម្នាក់ដែលមានសមត្ថភាពក្នុងការធ្វើដូច្នោះពោលគឺសមត្ថភាពស្រូបទាញនិងការបង្កើតនោះជាអ្វីដែលសៀវភៅនេះចង់និយាយអំពីគឺការជួយឲ្យអ្នកក្លាយជាមនុស្សពោរពេញដោយលក្ខណៈដែលអ្នកត្រូវការដើម្បីមានសមត្ថភាពអាចបង្កើតអ្វីគ្រប់យ៉ាងដែលអ្នកចង់បានសម្រាប់ជីវិតរបស់អ្នកហើយរបស់ទាំងនោះគឺមានច្រើនឥតព្រំដែនឡើយចូលចាប់ប៊ិចឡើងមុនពេលអ្នកអានបន្តទៅមុខទៀតសូមចាប់យកប៊ិចឬខ្មៅដៃមួយដូច្នេះអ្នកអាចគូសឬអាចសរសេរនៅក្នុងសៀវភៅនេះពេលអ្នកអានសូមគូសចំណាំចំណុចសំខាន់ដែលលេចធ្លោជាងគេព្រោះអ្នកប្រហែលជាចង់ត្រឡប់មកពេលក្រោយហើយអានវាម្ដងទៀតចូលគូសរង្វង់ឬគូសបន្ទាត់ឬគូសហ្វឺតពណ៌បត់ជ្រុងនៃទំព័រនិងសរសេរចំណាំនៅលើគែមក្រដាសនោះដូច្នេះអ្នកអាចត្រឡប់មកវិញហើយរំលឹកមេរៀនគំនិតនិងយុទ្ធសាស្ត្រដែលសំខាន់បំផុតតើខ្លួនខ្ញុំធ្លាប់តស៊ូជំនះការលំបាកក្នុងការបង្កើតទម្លាប់នេះព្រោះខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តភាពស្អាតឥតខ្ចោះហើយតែងតែរក្សារបស់ដែលខ្ញុំប្រើប្រាស់ឲ្យវាមានរបៀបនិងស្អាតជានិច្ចក្រោយមកទើបខ្ញុំបានដឹងថាខ្ញុំត្រូវតែបោះបង់ទម្លាប់នេះចោលពីព្រោះគោលបំណងនៃសៀវភៅមួយនេះគឺមិនមែនរក្សាវាឲ្យល្អស្អាតដូចរបស់ដែលមិនត្រូវបានប៉ះពាល់សូម្បីតែបន្តិចនោះឡើយប៉ុន្តែផ្ទុយទៅវិញគោលបំណងរបស់វាគឺការបង្កើតគុណតម្លៃដែលយើងដកស្រង់ចេញពីវាបច្ចុប្បន្នខ្ញុំតែងតែកត់ចំណាំពាសពេញសៀវភៅទាំងអស់ដែលខ្ញុំបានអានដូច្នេះខ្ញុំអាចត្រឡប់មកពិនិត្យមើលវាឡើងវិញបានគ្រប់ពេលវេលាហើយបានលឿនរហ័សថែមទៀតផងក្នុងការចាប់ផ្ដើមយកអត្ថបទសំខាន់ទាំងអស់ឡើងវិញដោយមិនចាំបាច់អានសៀវភៅទាំងស្រុងម្ដងទៀតឡើយអូខេជាមួយនឹងប៊ិចមួយដើមនៅក្នុងដៃរបស់អ្នកចូលចាប់ផ្ដើមជំពូកបន្ទាប់ទៀតនៃជីវិតរបស់អ្នកជិតចាប់ផ្ដើមហើយ